បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូចែករំលែកបទពិសោធន៍ពីការមើលរថយន្ត Toyota Rush ថាមានបុកប៉ះផ្នែកខាងក្រោយឬក៏អត់បងប្អូនអញ្ចឹងសម្រាប់បងប្អូនណាដែលមិនទាន់ចេះពីរបៀបក្នុងការមើលថា model Toyota Rush នេះមានបុកប៉ះផ្នែកខាងក្រោយអញ្ចឹងបងប្អូនអាចមើលការចែករំលែករបស់ខ្ញុំនៅក្នុងវីដេអូមួយនេះបងប្អូនអញ្ចឹងសម្រាប់ Toyota Rush នេះទ្វារទី5បងប្អូនអញ្ចឹងជំហានដំបូងបងប្អូនអាចមើលនៅកន្លែងត្រង់បឡុងនេះបងប្អូនអញ្ចឹងសម្រាប់ទ្វារទី5នេះយើងមានបឡុងចាប់ទ្វារទាំងសងខាងអញ្ចឹងបងប្អូនអាចមើលនៅក្នុងទីកន្លែងនេះថាតើបឡុងនេះមានធ្លាប់ស្នាមដោះឬក៏អត់បងប្អូនអញ្ចឹងសម្រាប់បើសិនជាឡានដែលមានបុកប៉ះឬក៏ញុលពីខាងក្រោយគេត្រូវការដោះទ្វារយកទៅបាញ់ឬក៏អីប្រកាសជាងក៏ត្រូវការដោះក៏ត្រូវការដោះខ្ចៅនឹងចេញដើម្បីដោះទ្វារទៅបាញ់បងប្អូនអញ្ចឹងពេលដែលគាត់បាញ់គាត់ដោះប្រកាសជាសល់ស្នាមស្លាកស្នាមបងប្អូនអញ្ចឹងបងប្អូនទី1បងប្អូនអាចមើលនៅកន្លែងខ្ចៅនេះអញ្ចឹងថាមានធ្លាប់គេដោះឬក៏អត់បងប្អូនអញ្ចឹងទី2បងប្អូនអាចមើលកាវទ្វារទី5នេះមកជុំបងប្អូនអញ្ចឹងសម្រាប់ឡានខ្លាញ់គោឡានមកទឹកសិតតែមានកាវនេះមកជុំបងប្អូនអញ្ចឹងកាវនេះមានមកជុំនៅក្នុងទ្វារបងប្អូនអញ្ចឹងបងប្អូនអាចមើលបានថាតើកាវនេះមានបាត់កាវឬក៏ថាគេអូសថ្មីឬអូសថ្មីឬអត់បងប្អូនអញ្ចឹងសូមបញ្ជាក់បងប្អូនថាសម្រាប់កាវនេះបើសិនជាជាងដែលគាត់ក្រុមហ៊ុនក៏ដោយឬក៏ជាងខាងក្រៅគាត់ធ្វើអញ្ចឹងអត់អាចអូសស្អាតដោយធ្វើចេញពីក្រុមហ៊ុនរោងចក្រមកឲ្យបងប្អូនអញ្ចឹងបងប្អូនអាចមើលមកជុំបានអញ្ចឹងយើងអូសមើលមកជុំហើយផ្ទៀងផ្ទាត់ទាំងសងខាងបងប្អូនអញ្ចឹងសម្រាប់កន្លែងទៅនេះបើសិនជាគាត់មានបុកខាងក្រៅឬក៏សាយប៉ះគូតអីអានោះប្រកាសជាកាវនឹងបាត់ឯងបងប្អូនបាត់ឬក៏រួញឬក៏ពេលខ្លះត្រូវការជាងគាត់អូសាថ្មីអញ្ចឹងសម្រាប់កាវដែលអូសាថ្មីរៀងទន់បងប្អូនកាវស៊ីនពីរោងចក្រមករៀងរឹងបងប្អូនអាចយកដៃទៅប៉ះមើលមកជុំបងប្អូនអញ្ចឹងបន្ទាប់មកទៀតបងប្អូនអាចមើលកាយ៉ាវទាំងអស់នេះអញ្ចឹងកាយ៉ាវទាំងអស់នេះចន្លោះនៃកាយ៉ាវនីមួយៗគឺស្មើគ្នាបងប្អូនអញ្ចឹងពេលខ្លះឡានបុកប៉ះអាចដែករួញអញ្ចឹងជាងក៏ធ្វើសារថ្មីប្រកាសជាដែកហ្នឹងมันអាចទាញមកស្មើគ្នាបងប្អូនទី2បងប្អូនអាចមើលកាយ៉ាវនេះតើស្អាតចឹងអត់ពេលខ្លះជាងគាត់វាយសារថ្មីប៉ុន្តែវាយសារថ្មីក៏មិនស្អាតដែរបងប្អូននៅតែអាចមើលដឹងហើយមួយទៀតបងប្អូនអាចយកដៃស្ទាបមើលថាកន្លែងថ្នាំទាំងអស់នេះមានបាញ់ឡើងវិញអត់បងប្អូនអញ្ចឹងបងប្អូនអាចមើលនៅកន្លែងនេះស្នាមទាំងអស់នេះភ្លីនេះដែលគេធ្វើចេញពីរោងចក្រមកបងប្អូនអញ្ចឹងបើសិនជាមានការបាញ់ការអីភ្លីទាំងអស់នោះក៏ជាបាត់ដែរអញ្ចឹងភ្លីនោះមានទាំងសងខាងបងប្អូនអាចមើលខាងនេះទៀតអញ្ចឹងខាងនេះក៏មានដែរបងប្អូនអញ្ចឹងកាយ៉ាវខាងនេះក៏មានបងប្អូនអាចឆែកមើលបានមើលខ្លួនឯងសម្រាប់ខាងលើនេះមានភ្លីហើយមានកាយ៉ាវមួយដែលគេវាយចេញមកពីរោងចក្របងប្អូនអញ្ចឹងបងប្អូនអាចពិនិត្យមើលប្រហែលទីតាំងនេះអញ្ចឹងបងប្អូនអាចដឹងថាឡាននេះមានបុកប៉ះឬក៏អត់បងប្អូនអញ្ចឹងបន្ទាប់មកទៀតបងប្អូនអាចមើលផ្នែកខាងក្រៅអញ្ចឹងផ្នែកខាងក្រៅសូមបញ្ជាក់បងប្អូនថាប្រភេទ model Toyota Rush នេះបើសិនជាទឹកថ្នាំស៊ីនបងប្អូនអញ្ចឹងបងប្អូនអាចមើលតំណងនេះបើសិនជាមានបុកប៉ះហើយជាងកាត់បាញ់ថ្នាំឡើងវិញប្រកាសជាបាត់តំណងមួយនេះបងប្អូនអញ្ចឹងតំណងនេះមានទាំងសងខាងអញ្ចឹងបងប្អូនអាចមើលបានសម្រាប់តំណងនេះខ្ញុំអាចបញ្ជាក់ជូនបងប្អូនថាមានទាំងផ្នែកខាងមុខទៀតមានភ្លីខាងមុខទៀតបងប្អូនអញ្ចឹងបងប្អូនខ្ញុំអាចធ្វើការបង្ហាញជូនបងប្អូនបានអញ្ចឹងបងប្អូនអាចមើលនេះសម្រាប់កាងខាងមុខបើសិនជាជាងគាត់បាញ់ថ្នាំអញ្ចឹងប្រកាសជាបាច់ភ្លីនេះបងប្អូនទាំងសងខាងអញ្ចឹងយើងត្រឡប់ទៅខាងក្រោយវិញអញ្ចឹងពេលបន្ទាប់ពីបងប្អូនមើលផ្នែកខាងក្នុងមើលកាវមើលកាយ៉ាវឬឲ្យបងប្អូនអាចមើលទឹកថ្នាំផ្នែកខាងក្រៅអញ្ចឹងទឹកថ្នាំផ្នែកខាងក្រៅបងប្អូនអាចមើលថាតើនៅតាមកឡុកកលៀតនេះតាមគៀននេះមានជាប់ស្នាមប្រឡាក់ថ្នាំអត់បងប្អូនអញ្ចឹងជាងពេលដែលគាត់ឡានប៉ះបុកប៉ះគាត់ត្រូវបាញ់ថ្នាំឡើងវិញអញ្ចឹងពេលដែលគាត់បាញ់ថ្នាំឡើងវិញប្រកាសជាមានប្រឡាក់ថ្នាំតិចដោយសារតែពេលដែលគាត់បាញ់គាត់មានបិទកសែតបិទអីដែរបងប្អូនប៉ុន្តែនៅតែមានឃើញស្នាមអញ្ចឹងបងប្អូនអាចពិនិត្យបានតាមគៀននេះតាមកន្លែងមាន logo មួយនេះបងប្អូនអញ្ចឹងបងប្អូនអាចឆែកមើលពិនិត្យមើលខ្លួនឯងតាម logo ឬ stop ទាំងសងខាងអញ្ចឹងបើសិនជាមានប្រឡាក់ថ្នាំអានឹងអាចបញ្ជាក់ថាឡានហ្នឹងមានធ្លាប់បុកប៉ះបាញ់ថ្នាំឡើងវិញបងប្អូនអញ្ចឹងបើសិនជាបងប្អូនផ្ទៀងមើលទៀតថាទឹកថ្នាំ
សងខាងដូចគ្នាឬក៏អត់បងប្អូនចឹងបើសិនជាថាប៉ះខាងក្រោយចឹងគាត់បាញ់មួយសន្លឹកនេះប្រកបជាទឹកថ្នាំវាខុសជាមួយនឹងតាគៀកចំហៀងនេះបងប្អូនហើយមួយទៀតបងប្អូនអាចមើលនៅផ្នែកខាងក្រោមឡានបងប្អូនចាំបងប្អូនអាចមើលភ្លីខាងក្រោមហើយនឹងកែវទឹកកែវថ្នាំខាងក្រោមចឹងបើសិនជាមានរួញឬក៏ប៉ះអីប្រកបជាគាត់ធ្វើឡើងវិញមិនដូចដើមទេបងប្អូនចឹងសាច់ដែកទាំងអស់ហ្នឹងចឹងសម្រាប់ថ្ងៃនេះខ្ញុំធ្វើវីដេអូមួយនេះដើម្បីជូនបងប្អូនក្នុងការចែករំលែកពីចំណេះដឹងតិចតួចក្នុងការមើលឡាន model Toyota Rush ថាមានបុកប៉ះផ្នែកខាងក្រោមឬក៏អត់បងប្អូនចឹងអរគុណច្រើនបងប្អូនសូមជម្រាបលា